ជំរាបសួរពុកម៉ែបងប្អូនជាទីរាប់អានថ្ងៃនេះវិលត្រឡប់មកជួបនាងខ្ញុំសាជាថ្មីទៀតហើយជាមួយមុខម្ហូបស្ងោរជ្រក់ជើងជ្រូកឲ្យមានរសជាតិឆ្ងាញ់ហើយកុំឲ្យមានក្លិនឆ្អាបតែបើនិយាយរឿងលឿនអត់សូវលឿនទេបងប្អូនព្រោះជើងជ្រូករបស់យើងត្រូវការរងាស់ឲ្យផុយបន្តិចបើសិនជាជើងជ្រូកយើងរាងខ្ចីយើងអាចយកទៅស្ងោររាងលឿនបន្តិចណាបងប្អូនតែបើសិនជាជើងជ្រូករាងចាស់ហើយស្បែកស្វិតទៀតនឹងត្រូវការប្រើពេលរងាស់រាងយូរបន្តិចដើម្បីឲ្យសាច់ជើងផុយល្អហើយមានរសជាតិឆ្ងាញ់សម្រាប់មុខម្ហូបនេះដែរខ្ញុំអត់ប្រើស្ករទេបងប្អូនតែខ្ញុំប្រើអង្ករមកជំនួសវិញពីព្រោះអង្ករពេលដែលយើងយកម្ករងាស់ជាមួយទឹកសម្លរបស់យើងវាមានជាតិផ្អែមតិចៗហើយអញ្ចឹងខ្ញុំអត់ប្រើស្ករទេធម្មតាសម្លស្ងោរជ្រក់បើសិនជាយើងថែមស្ករទៅវាអាចនឹងបាត់បង់រសជាតិចំណែកជើងជ្រូកវិញខ្ញុំមានចំនួន1ចំហៀងសម្រាប់យកទៅស្ងោរបន្ទាប់មកខ្ញុំយកជើងជ្រូកទៅកាត់ជាដុំៗបងប្អូនកាត់ដុំតាមចំណូលចិត្តរបស់បងប្អូនទៅបងប្អូនចូលចិត្តរាងធំបងប្អូនកាត់រាងធំបន្តិចប៉ុន្តែខ្ញុំកាត់មកល្មមកុំឲ្យតូចពេកហើយក៏កុំឲ្យធំពេកដែរខ្ញុំកាត់មកល្មមបងប្អូនឥឡូវសាច់របស់ខ្ញុំបានកាប់រួចហើយបន្ទាប់មកខ្ញុំយកទៅស្រុះជាមួយទឹកក្តៅបងប្អូនសម្រាប់បងប្អូនខ្លះគាត់យកទៅលីងជាមួយគ្រឿងតែម្ដងតែចំណែកខ្ញុំយកទៅស្រុះជាមួយទឹកក្តៅពីរនឹងយើងធ្វើមួយណាក៏បានដែរបងប្អូនអាចយកទៅលីងជាមួយគ្រឿងក៏បានយកទៅស្រុះជាមួយទឹកក្តៅក៏បានអត់ជាបញ្ហាអីទេពេលដែលស្រុះជាមួយទឹកក្តៅរឿងយូរបន្តិចហើយបន្ទាប់មកខ្ញុំយកទៅសម្អាតជាមួយទឹកយើងបងប្អូនយកទៅសម្អាតជាមួយទឹក3 4 5ទឹកឲ្យស្អាតឲ្យវាជ្រះកតិចកដែលយើងស្រុះជាមួយទឹកក្តៅបងប្អូនយើងយកទៅសម្អាតវាឲ្យស្អាតបន្តិចទៅដើម្បីកុំឲ្យយើងស្ងោរជាមួយទឹកសម្លទៅវាមានជាតិកតិចចេញមកអញ្ចឹងបងប្អូនយកទៅលាងសម្អាត 4 5 ទឹកឲ្យស្អាតបន្តិចចាំយកទៅស្ងោររត់យកលុយស្អីគេបើកាលណាយើងលាងស្អាតល្អហើយទឹកសម្លយើងក៏វារាងថ្លាល្អដែរបងប្អូនបន្ទាប់មកខ្ញុំមានផ្សិតចំនួន1ខាំសម្រាប់យកទៅស្ងោរជាមួយជើងជ្រូករបស់យើងដើម្បីបន្ថែមឲ្យរសជាតិទឹកសម្លយើងកាន់តែមានរសជាតិឆ្ងាញ់ពិសាសម្រាប់ផ្សិតនេះដែរខ្ញុំយកទៅចិតឲ្យវាឲ្យស្អាតបងប្អូនចិតរួចហើយខ្ញុំពុះវាជា2រួចហើយលាងទឹកឲ្យស្អាតសម្រាប់យកទៅស្ងោរហើយខ្ញុំបន្ថែមជាមួយខ្ជីនាងវងបងប្អូនខ្ជីនាងវងពី3ដើមបន្ទាប់មកខ្ញុំមានស្លឹកខ្ជីនរណារួចហើយខ្ញុំមានគល់ស្លឹកគ្រៃចំនួន2គល់ហើយខ្ញុំបន្ថែមរំដេងស្លឹកក្រូចសើចបន្តិចបងប្អូនឥឡូវយើងទៅមើលទឹកសម្លរបស់យើងបានពុះហើយបងប្អូនក្នុងទឹកសម្លនេះដែរខ្ញុំបន្ថែមអង្ករចំនួនកន្លះវែកបាយបងប្អូនដើម្បីបន្ថែមរសជាតិទឹកសម្លយើងបន្ទាប់មកខ្ញុំដាក់គល់ស្លឹកគ្រៃនិងរំដេងបងគ្រឿងប៊ីចេងទឹកត្រីបន្តិចអំបិលម្សៅរ៉ូឌីបន្តិចមករួចហើយខ្ញុំដាក់ជើងជ្រូកស្ងោរបងប្អូនដាក់ជើងជ្រូករងាស់វាឲ្យសាច់ជើងឲ្យរាងផុយទឹកពពុះនឹងកកខ្មៅតិចបងប្អូនដួសវាចេញអស់ទៅមកវាមានជាតិពពុះបើសិនជាយើងទុកអាជាតិពពុះនឹងនៅទឹកសម្លយើងវាមានក្លិនឆ្អាបអញ្ចឹងបងប្អូនដួសវាចេញអស់ទៅដើម្បីឲ្យទឹកសម្លយើងកាន់តែថ្លាល្អដែរសាច់យើងបានផុយខ្លះហើយបន្ទាប់មកខ្ញុំដាក់ផ្សិតច្បើងចូលបងប្អូនដាក់ផ្សិតច្បើងចូលរងាស់ជាមួយនឹងទឹកសម្លរបស់យើងសម្រាប់វិធីធ្វើងាយស្រួលបងប្អូនអត់ពិបាកទេបងប្អូនមើលវីដេអូពីដើមដល់ចប់បងប្អូនអាចយកទៅអនុវត្តបានសម្រាប់មុខម្ហូបនេះដែរមានរសជាតិប្រៃតិចរសជាតិជូរហើយហឹរតិចណាបើសិនជាបងប្អូនអត់សូវស្រួលខ្លួនផ្ដាសាយវិលមុខអត់សូវមានកម្លាំងអីបងប្អូនអាចញ៉ាំទឹកសម្លនេះបាន
វាបន្ថែមរសជាតិឆ្ងាញ់ហើយយើងញ៉ាំទៅបែកញើសស្រួលខ្លួនហើយញ៉ាំហើយមានកម្លាំងទៀតបងប្អូនបើចំពោះខ្ញុំផ្ទាល់វិញពេលដែលអត់សូវស្រួលខ្លួនហើយក៏អត់សូវមានកម្លាំងខ្ញុំចូលចិត្តស្លសម្លនេះបងប្អូនវិធីធ្វើងាយហើយយើងញ៉ាំទៅយើងឆាប់មានកម្លាំងបើសិនជាបងប្អូនចូលចិត្តតាមដានវីដេអូរបស់នាងខ្ញុំសូមបងប្អូនចុច Subscribe ម្នាក់មួយផងឬក៏ចុចសញ្ញារូបកណ្ដឹងដើម្បីឲ្យមានកម្លាំងចិត្តធ្វើវីដេអូចែករំលែកពីវិធីធ្វើម្ហូបប្រចាំថ្ងៃចែកជូនបងប្អូនឥឡូវទឹកសម្លខ្ញុំឆ្អិនហើយបងប្អូនបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ជីនិងស្លឹកខ្ទឹមបងប្អូនបន្ថែមស្លឹកខ្ជីនិងស្លឹកខ្ទឹមជាមួយនឹងក្រូចឆ្មាម្ទេសដើម្បីបន្ថែមរសជាតិសម្លយើងឲ្យកាន់តែមានរសជាតិឆ្ងាញ់